ឪពុកខ្ញុំកំពុងប្រមូលអស់នៅមាត់ទន្លេការធ្លាក់ចូលទៅក្នុងទឹកគឺជាបញ្ហានៃជីវិតនិងសេចក្តីស្លាប់ភ្លាមនោះពស់ខ្មៅធំមួយបានជួយសង្គ្រោះនោះបានធ្វើឲ្យគាត់បាត់បង់ជីវិតបន្ទាប់ពីគេចផុតពីគ្រោះថ្នាក់ឪពុកបានអន់គោរពម្ដងហើយម្ដងទៀតប៉ុន្តែបន្ទាប់មកគាត់បានឃើញពស់ខ្មៅនៅសល់ខ្សែត្បូងថ្មបន្ទាប់ត្រូវការរបស់ឪពុកខ្ញុំព្រះច័ន្ទពេញវង3ថ្ងៃក្រោយមកស្ត្រីក្នុងផ្ទះត្រូវតែនៅពេលយប់ក្មេងស្រីនោះនឹងរៀបការជាមួយគាត់បើមិនដូច្នោះទេគាត់នឹងភូមិទាំងមូលនឹងត្រូវជន់លេចពេលប៉ាត្រឡប់មកផ្ទះវិញខ្ញុំកំពុងឆ្លុះប្រកែកគ្នាអំពីរបៀបចម្អិនម្ហូបមិនត្រូវបានគ្រប់គ្រងបានត្រឹមត្រូវទេបន្ទាប់ពីភ្លើងត្រូវបានចាប់ហើយរបស់ជីកំពុងឆ្លុះប្រកែកគ្នានឹងឆ្លុះប្រកែកគ្នាខ្ញុំទាត់ខ្ញុំខ្លាំងមនុស្សឥតប្រយោជន៍មនុស្សល្ងងឈួតហើយថ្ងៃនេះខ្ញុំនឹងវាអ្នកឲ្យស្លាប់អ្នកខ្ញុំបានលុតជង្គង់នៅលើដីយំសោកនឹងអង្វរ Well Jamie Lee Ming Shu ប៉ុន្តែនៅក្នុងកំពុងមើលការសម្ដែងពីចំហៀងឃើញដូច្នោះឪពុកក៏ស្រែកឡើងហើយគ្រប់គ្នាក៏មានតែពេលនោះទេដែលក្រុមគ្រួសាររបស់នាងបានកត់សម្គាល់ឃើញមានភ្នែកមុតស្រួចហើយបានឃើញវាភ្លាមឪពុកកំពុងកាន់កាក់មួយនៅក្នុងដៃរបស់គាត់ខ្សែត្បូងថ្មមួយក្តាប់តូចដែលមានពន្លឺចែងចាំងពួកគេបានឆក់យកវាទៅដោយមិនបានសួរនាំអ្វីឡើយព្យួរវាដោយផ្ទាល់នៅលើចង្កេះរបស់អ្នកប៉ាឲ្យខ្សែត្បូងថ្មនេះស្អាតណាស់តើវាសម្រាប់ខ្ញុំទេឪពុកខ្ញុំបានបញ្ឈប់នាងយ៉ាងរហ័សពួកគេត្រូវតែដោះលែងខ្ញុំទៅប្រសិនបើពួកគេយកដៃរបស់ខ្ញុំនេះសម្រាប់ខេងយាគមពុកជីមីខឹងខ្លាំងណាស់នាងលោតឡើងចុះចង្អុលទៅខ្ញុំស្រែកល្អណាស់ណាស្រីឆ្កេញីនោះតើមនុស្សម្នាក់អាចសំនឹងទទួលបានវាដោយរបៀបណាប៉ាបើប៉ាហ៊ានធ្វើបែបនេះថ្ងៃនេះខ្ញុំបានឲ្យរបស់ទាំងនោះទៅនាងហើយបន្ទាប់មកខ្ញុំបានបុកក្បាលស្លាប់នៅទីនេះឪពុកមើលទៅហាក់ដូចជាខឹងសម្បាហើយគ្មានជំរឿអ្វីក្រៅពីរឿងរ៉ាវទាំងមូលត្រូវតែពន្យល់ឲ្យបានច្បាស់លាស់ពេលលើថានាងនឹងរៀបការជាមួយមនុស្សចម្លែកម្នាក់វត្ថុនោះធ្វើឲ្យលីវមីងឈឺភ្ញាក់ផ្អើលគាត់បានដាក់ខ្សែត្បូងនោះចោលភ្លាមវាត្រូវបានបោះទៅលើដីលេងគាត់ទៅខ្ញុំជាបេះដូងរបស់ម្ដាយខ្ញុំសាច់យើងនឹងរីករាយជាមួយវានៅពេលអនាគតការរក្សាគាត់ឲ្យនៅផ្ទះគឺជាអាជីវកម្មដែលខាត់បងលុយតើវាមិនមានន័យថាត្រូវបានលក់តាមរបៀបនេះទេតើពេលណាអ្នកនឹងស្លាប់ជំនួសខ្ញុំបើមិនដូច្នោះទេតើវាមិនខ្ជិះខ្ជីលុយដើម្បីចិញ្ចឹមម្ដាយបានសម្លឹងមើលឪពុកហើយជេរប្រតិចដាវអ្នកគ្មានប្រយោជន៍អីខ្ញុំបង្កបញ្ហានេះដោយខ្លួនឯងហេតុអ្វីខ្ញុំត្រូវទទួលខុសត្រូវត្រូវបានបញ្ជូនទៅស្លាប់ប៉ាអ្នកទៅចូលអាលីវឈីងយុនទៅចោះបរោះទុនខ្សោយនោះគាត់មានរដ្ឋធម្មនុញ្ញរឹងមាំមីថោកឪពុកនៅស្ងៀមយល់ព្រមដោយស្ងាត់ពេលឮពាក្យសម្ដីរបស់ម្ដាយខ្ញុំក៏មានស្នាមញញឹមស្រពោននាងគិតថាម្ដាយរបស់នាងឪពុកខ្ញុំនឹងមានចិត្តល្អបន្ទាប់ពីខ្ញុំស្លាប់ខ្ញុំមិនដែលរំពឹងថាគាត់តែងតែបែបនេះទេលួងលោមម្ដាយនិងប្អូនរបស់ខ្លួនពួកគេបានធ្វើបាបខ្ញុំលើកជង្គង់លើដីហើយបន្តអន់គោរពគាត់បានអង្វរសុំក្តីមេត្តាពីឪពុករបស់គាត់ប៉ុន្តែគាត់បានអន់ក្បាលចុះដោយមិនព្រមមើលឡើយខ្ញុំបានសម្លឹងមើលវាមាននរណាម្នាក់ក្នុងចំណោមអ្នកទទេអារ៉ាប់ពូបាននិយាយថាវាបានជន់លេចភូមិរបស់យើងហើយបន្ទាប់មកយើងគ្មានអ្នកណាអាចរស់រានមានជីវិតបានទេបន្ទប់នោះបានធ្លាក់ចូលទៅក្នុងភាពស្ងៀមស្ងាត់ដោយស្លាប់ខ្ញុំក្រោកឈរឡើងយឺតបេះដូងខ្ញុំពោពេញដោយភាពអស់ឈរឡើងនៅក្នុងភ្នែកដ៏ភ្ញាក់ផ្អើលរបស់ពួកគេអារក្សព្រៃផ្សៃបានរដីខ្សែត្បូងជីតាត្រូវបានផ្លុំចេញទៅយ៉ាងស្រទន់ធូលីដីនៅលើវាខ្សែត្បូងថ្មយេតមានអារម្មណ៍កក់ក្ដៅនិងរលោងនៅពេលប៉ះហើយផ្ទៃរបស់វាមានដូចមេខ្លានដ៏ល្អិតល្អន់ផ្លូវនោះភ្លឺចែងចាំងក្នុងពន្លឺទៀនពន្លឺខ្ញុំងើយមុខមើលមុខឪពុកខ្ញុំហើយនិយាយថាឪពុកកុំធ្វើឲ្យខ្លួនឯងពិបាកចិត្តអីព្រោះបងប្អូនស្រីខ្ញុំមិនចង់ទៅទេខ្ញុំនឹងទៅប៉ាវាក៏ដើម្បីសងសឹកពស់ផងដែរខ្ញុំក៏ជំពាក់គុណអារក្សដែលជួយសង្គ្រោះជីវិតខ្ញុំដែរអ្នកភូមិស្លាប់ដោយសាររឿងនេះស្លាប់បន្ទាប់ពីនិយាយរួចខ្ញុំក៏ដាក់ខ្លួនឲ្យត្រជាក់ចុះខ្សែត្បូងពេជ្រត្រូវបានចងភ្ជាប់ទៅនឹងរបស់គាត់ខ្សែត្បូងជីតាបានប៉ះនឹងចង្កេះខ្ញុំលាបលើស្បែកភ្លាមខ្ញុំមានអារម្មណ៍ថាខ្ញុំអាចដឹងពីខាងលើរូនវិញ្ញាណបានភ្លឺចែងចាំងដោយពន្លឺស្រអាប់និងគួរឲ្យខ្លាចខ្ញុំបានឃើញម្ដាយចុងនិងប្អូនស្រីចុងរបស់គាត់ដកដង្ហើមធំភ្លាមទឹកមុខរបស់គាត់ខាងលើនេះគឺជាការលួចលាក់មួយអំណរប៉ុន្តែឪពុកគ្រាន់តែញកក្បាលសំបីតែពាក្យមួយម៉ាត់ដែលបង្ហាញពីក្តីបារម្ភមានអ្វីសោះពេលថ្ងៃក្រោយមកនៅយប់ព្រះច័ន្ទពេញវងខ្ញុំអណ្ដូងបុរាណនៅក្នុងទីធ្លាបានលេចចេញមកដោយមរតកមួយបានលេចឡើងនៅជុំវិញទឹកហើយកប៉ាល់មួយបានទូកតូចមួយបានអន្តែតយ៉ាងស្ងាត់ពួកគេបានឡើងមកខ្ញុំអង្គុយចុះក្រោមក្រសែភ្នែកក្រុមគ្រួសារខ្ញុំយ៉ាងយកចិត្តទុកឡើងលើទូកតូចហើយទូកនឹងរំកិលទៅមុខដោយខ្លួនឯងវាបានរើលេចចូលទៅក្នុងអណ្ដូងហើយឆ្ពោះទៅនៅខាងក្រោមពួកគេបានចូលទៅក្នុងទីងឹតមួយផ្លូវទឹកនៅទីបំផុតបានឈប់ពីមានក្រោមទឹកដ៏ប្រណីតមួយពីមុនព្រះរាជវាំងនេះពោពេញទៅដោយកំណប់ទ្រព្យដកកមគឺគុជខ្យងភ្លឺចែងចាំងនឹងនៅបាត់ទឹកវាភ្លឺដូចថ្ងៃប៉ុន្តែមិនសូវជាមនុស្សទេស្ងាត់ស្ងៀមនិងគួរឲ្យខ្លាចខុសគ្នាខ្ញុំត្រូវបានគេនាំចូលទៅក្នុងបន្ទប់ត្រជាក់មួយបន្ទប់ថ្មដែលមានភ្លើងធំមួយកំពុងឆេះនៅខាងក្នុងឫស្សីក្រហមហើយក៏ព្យួរពណ៌ក្រហមផងដែរវាំងនៅមានរ៉ាក់បងរំពណ៌ប៉ុន្តែពួកគេត្រូវបានពន្យាពេលស្វាមីអារ៉ាក់ពស់របស់ខ្ញុំរកមិនឃើញនៅកន្លែងណាទេអ្នកបេះដូងខ្ញុំលោតញាប់ដោយក្តីបារម្ភប៉ុន្តែអ្វីដែលយើងអាចធ្វើបានគឺរងចាំដោយស្ងៀមស្ងាត់ទេខ្ញុំមិនដឹងថាពេលវេលាកន្លងផុតទៅប៉ុន្មានទេផ្ទាំងទឹកកកមួយសំឡេងត្រជាក់មួយបានបន្លឺឡើងតើអ្នកមិនខ្លាចទេវាជាសំឡេងរបស់គាត់ខ្ញុំបានស្វែងរកកេរ្តិ៍ឈ្មោះរបស់គាត់ទៅទីនោះប៉ុន្តែអ្វីដែលអ្នកឃើញគឺទឹករលកស្មៅដោយបានសម្រេចចិត្តរួចហើយថានឹងមកខ្ញុំរួចរាល់ហើយអ្នកគឺជាអ្នកឧបត្ថម្ភរបស់ខ្ញុំហេតុអ្វីខ្ញុំគួរខ្លាចមនុស្សសំឡេងខ្ញុំមិនខ្លាំងទេប៉ុន្តែវាខ្លាំងសំឡេងដ៏ខ្លាំងមួយបានចេញពីភាពងើតសំណើចត្រជាក់មួយបានបន្លឺឡើងដោយនិយាយថាគាត់ជាមនុស្សដែលមានអារម្មណ៍រំភើបចិត្តពេលដែលពាក្យសម្ដីត្រូវបាននិយាយចេញមកស្រាប់តែមានរូបភាពមួយលេចឡើងគាត់បានបង្ហាញខ្លួននៅក្នុងបន្ទប់ភ្លាមនោះពស់យ៉ាក់មួយក្បាលពស់ពណ៌ខ្មៅដ៏ធំមួយបានផុសឡើងនៅក្នុងទីក្រុងព្រៃមាសភ្លឺចែងចាំងក្រោមពន្លឺពេជ្រភ្លឺចែងចាំងជាមួយនឹងសញ្ញានៃគ្រោះថ្នាក់និងការសាកល្បងមួយទោះបីជាខ្ញុំបានត្រៀមខ្លួនខាងផ្លូវចិត្តក៏ដោយប៉ុន្តែខ្ញុំនៅតែភ្ញាក់ផ្អើលហើយបន្ទាប់មកគាត់បានថយក្រោយកន្លះជំហានប៉ុន្តែខ្ញុំបានស្ងប់ចិត្តយ៉ាងឆាប់រហ័សហើយគាត់បានរងទុក្ខវេទនាមួយជីវិតនិងការបរាជ័យមួយគាត់ពិតជាកាយធំនោះរឹងរូសខ្ញុំសម្លឹងមើលទៅក្នុងភ្នែកត្រជាក់របស់គាត់ភ្នែកឲ្យគ្មានរឿងព្រេងនិទានទេភាពសាហាវឃោរឃៅរបស់វាមានតែគ្មានទីបញ្ចប់ប៉ុណ្ណោះហាមឃាត់នឹងមានការចង់ដឹងចង់ឃើញបន្តិចបន្តួចនៅថ្ងៃបន្ទាប់គាត់មិនបានតើអ្នកកំពុងបង្ខំខ្ញុំឲ្យធ្វើអ្វីគាត់បានប្រាប់ខ្ញុំថាកាលពី500ឆ្នាំមុនគាត់បាននៅទីនេះអ្នកប្រាជ្ញម្នាក់មកពីដែនដីដើម្បីសម្រាលគ្រោះរងស្ងួតពួកគេបានថ្វាយបូជាដោយស្ម័គ្រចិត្តក្នុងអំឡុងពេលមានគ្រោះមហន្តរាយវាគឺជាអារក្សកាយរបស់ពួកគេដែលបាននេះទោះបីជាវាបាននាំមកនៅអាកាសធាតុអំណោយផលប៉ុន្តែវាក៏បានធ្វើឲ្យគាត់ត្រូវបានជាប់គាំងជារៀងរហូតនៅក្នុងពិភពមនុស្សធម៌នៅក្នុងបណ្ដាសានៃរាងកាយនៅពេលថ្ងៃគាត់នឹងប្រែក្លាយទៅជាសត្វត្រច័ន្ទវិញឈាមត្រជាក់និងខូខើដោយគ្រាន់តែទទួលបានមួយប៉ុណ្ណោះមនុស្សស្រីធម្មតាគ្មានលក្ខខណ្ឌមានតែភាពស្មោះត្រង់ពិតប្រាកដទេដែលអាចធ្វើឲ្យគាត់ខ្លាចជាមនុស្សបញ្ចេញរូបកាយនេះចោលទាំងស្រុងហើយចាប់ផ្ដើមជាថ្មីដើម្បីទទួលបានជីវិតមិនត្រឹមតែប៉ុណ្ណោះបណ្ដាសានេះក៏នៅរាល់យប់ព្រះច័ន្ទពេញវងធ្វើទុកដល់ចិត្តគាត់លេបត្របាក់គាត់មនុស្សជាតិដែលនៅសេសសល់របស់គាត់បានធ្វើឲ្យគាត់ឈឺចាប់មិនអាចទ្រាំទ្របានរាល់យប់គាត់ប្រែក្លាយទៅជាតួអង្គមនុស្សមួយរូបបាននិយាយមកកាន់ខ្ញុំតាមបង្អួចប៉ុន្តែរៀងស្លេងជាមួយនឹងមុខមាត់បុរសម្នាក់ដែលទន់ភ្លន់និងប្រណិតដូចត្បូងពេជ្រគាត់សិតសក់ទៅក្រោយដូចជាកំពុងឆេះភ្នែករបស់គាត់ជ្រៅប៉ុន្តែតែងតែមានអ្វីមួយលាក់ទុកនៅចន្លោះចិញ្ចើមរបស់គាត់អារម្មណ៍ស្រាលជាប់លាប់ភាពល្ងងខ្លៅនិងភាពស្ងៀមស្ងាត់ខ្ញុំចាំបានថាខ្ញុំបានចំណាយពេលជាមួយគាត់នៅយប់ព្រះច័ន្ទពេញវងដំបងបណ្ដាសាបានមកដល់តាមកាលវិភាគ